បាទសួស្តីពួកយើងថ្ងៃនេះយើងរៀនថ្មីមួយទៀតតាក់ទងជាមួយនឹងគេហៅថា system approach លោកគ្រូបញ្ជាក់បន្តិចតាក់ទងស្អីទៅគេហៅថា approach ហ្នឹងអញ្ចឹងនៅក្នុងអ្នកដែលសិក្សាឯកទេសខាងភាសាអង់គ្លេសយើងអាចធ្លាប់ឮញឹកតាក់ទងជាមួយពាក្យថា approach ណា approach បើសិនបើយើងនិយាយឲ្យមែនទែនយើងបកថាវិធីសាស្ត្រពាក្យថា approach ណា approach គឺវិធីសាស្ត្រឧទាហរណ៍ថាប្អូនចង់សម្រកទម្ងន់អញ្ចឹងយើងមានវិធីសាស្ត្រយ៉ាងម៉េចដើម្បីសម្រកទម្ងន់អាហ្នឹងគេហៅថា approach ហើយវិធីសាស្ត្រប៉ុន្តែ approach នៅក្នុងន័យនេះมันជាវិធីសាស្ត្រទូទៅអញ្ចឹងគេហៅតាក់ទងជាមួយវិធីសាស្ត្រដែរប៉ុន្តែតាក់ទងជាមួយនឹងការរៀននិងបង្រៀននិយាយរួមបើសិនបើយើងនិយាយទៅដល់ approach គឺជារបៀបនៃការគិតមួយបែបដើម្បីដោះស្រាយបញ្ហាអីមួយអាមួយយើងគិតគឺជាការគិតមិនមែនជា approach ទេការគិតមិនមែនជា approach ទេឧបមាថាបងអូនគាត់តែគិតអាហ្នឹងមិនមែន approach ទេអាហ្នឹងគេហៅ thinking អាហ្នឹងគេហៅគិតប៉ុន្តែប្រសិនបើយើងគិតដើម្បីដោះអីមួយអាហ្នឹងគេហៅ approach វិញគេហៅវិធីសាស្ត្រវិញលោកគ្រូនិយាយឡើងវិញពាក្យថា approach វាគឺជាការគិតប៉ុន្តែការគិតហ្នឹងគឺជាការគិតដើម្បីដោះបញ្ហាមួយបានគេហៅថា approach ប៉ុន្តែបើសិនបើយើងគ្រាន់តែគិតដើម្បីគិតចង់និយាយថាមួយថ្ងៃ 60000 គំនិត 100000 គំនិតអញ្ចឹងណាអាហ្នឹងគិតដើម្បីគិតដើម្បីមិនដើម្បីដោះអីមួយអាហ្នឹងគេមិនហៅ approach ទេអញ្ចឹងយើងហៅថា approach ទៅបានលុះត្រាតែយើងគិតដែរប៉ុន្តែយើងគិតដើម្បីដោះអីមួយឧទាហរណ៍ថាយើងឡើងគីឡូអញ្ចឹងទៅយើងចង់សម្រកទម្ងន់អញ្ចឹងទៅអាហ្នឹងគេហៅថា approach ឯងប៉ុន្តែ approach ដែលលោកគ្រូបង្ហាញនេះគេហៅថាវិធីសាស្ត្រដែរប៉ុន្តែតាក់ទងជាមួយនឹងការរៀននិងបង្រៀនចង់និយាយថាគេគិតប៉ុន្តែគេគិតតាក់ទងជាមួយនឹងរបៀបរៀនឬក៏គេគិតដែរប៉ុន្តែគេគិតតាក់ទងជាមួយរបៀបបង្រៀនរៀននិងបង្រៀនពីរហ្នឹងណាពីរហ្នឹងចង់និយាយថានេះគេគិតថាបង្រៀនបែបនេះទៅល្អសិស្សចេះអញ្ចឹងទៅហើយអ្នកផ្សេងទៀតក៏ថាអត់ទេបង្រៀនរបៀបនេះវិញអញ្ចឹងបានវិធីសាស្ត្រនីមួយគេមានទស្សនវិជ្ជានៅពីក្រោយហ្នឹងព្រោះធ្វើយ៉ាងម៉េចដើម្បីឲ្យការរៀនមានប្រសិទ្ធភាពអញ្ចឹងវាមានទស្សនវិជ្ជានៅពីក្រោយហ្នឹងពីក្រោយ approach នីមួយឬក៏គេមានចិត្តវិទ្យានៅពីក្រោយហ្នឹងណាដូចបើសិនជានេះពួកយើងអាចទៅស្ដាប់វីដេអូលោកគ្រូតាក់ទងជាមួយនឹង behavioral approach អាហ្នឹងលម្អិតច្រើនតាក់ទងជាមួយ approach ហ្នឹងឥឡូវថ្ងៃនេះយើងរៀន approach មួយគេហៅថា system approach មានន័យថាវិធីសាស្ត្រនៅក្នុងការរៀនឬក៏របៀបនៅក្នុងការបង្រៀននិងរៀនហ្នឹងដែលមានលក្ខណៈជាប្រព័ន្ធបើយើងបកខ្មែរគេហៅថា system approach អញ្ចឹង system approach គេហៅថា system approach to curriculum មានន័យថាគេអាចយកអាហ្នឹងមកសរសេរជាកម្មវិធីសិក្សាយ៉ាងម៉េចពីព្រោះយើងថ្ងៃយើងមិនមែនអ្នកសរសេរកម្មវិធីសិក្សាប៉ុន្តែប្អូនអ្នកអនុវត្តកម្មវិធីសិក្សាអញ្ចឹងយើងយកមកប្រើតែម្ដងប៉ុន្តែនេះមុននឹងយើងបានប្រើវិធីសាស្ត្រកម្មវិធីសិក្សាមួយហ្នឹងអញ្ចឹងអ្នកដែលសរសេរណាអ្នកសរសេរកម្មវិធីសិក្សាគាត់គិតថាគាត់ប្រើវិធីសាស្ត្រអីពូវិធីសាស្ត្រមានច្រើនវាមាន managerial approach ហ្នឹងវិធីសាស្ត្រមួយបែបទៅតែការបង្រៀននិងរៀនផ្ដោតទៅលើលក្ខណៈដូចជាការគ្រប់គ្រងច្រើនអញ្ចឹងទៅតាក់ទងជាមួយ behavioral approach អានោះជាវិធីសាស្ត្រមួយទៀតឥឡូវថ្ងៃនេះយើងចូលដល់មួយទៀតគេហៅ system approach វិធីសាស្ត្រមួយទៀតអញ្ចឹងវិធីសាស្ត្រមានច្រើនបន្តយ៉ាងមកប៉ុន្តែនៅក្នុងកម្មវិធីសិក្សាមួយគេមិនប្រើវិធីសាស្ត្រតែមួយទេគេអាចនិយាយថាបើសិនជាខ្ញុំប្រើ system approach ខ្ញុំយកតែមួយហ្នឹងអត់ទេចង់និយាយថាគេប្រើចម្រុះច្រើនចូលគ្នាដើម្បីវាមានប្រសិទ្ធភាពគាត់ប៉ុន្តែគាត់ថានៅពេលដែលយើងអនុវត្តយើងអាចផ្អៀងទៅលើវិធីសាស្ត្រណាមួយច្រើនជាងគេវាអាចផ្អៀងគេចង់និយាយថាធ្ងន់លើអាណាមួយណាប៉ុន្តែបើថាយកមួយមកគឺអត់ទេឥឡូវបងប្អូនមើលស្អីទៅគេហៅថា system approach system approach បើសិនជាយើងមិនយល់យើងមើលសំណួរមួយគេចោទសួរគេសួរថា how do all part of education work together as one system នេះតើផ្នែកនៃការអប់រំនេះទាំងអស់ហ្នឹងអាចធ្វើការរួមគ្នាយ៉ាងម៉េចក្នុងលក្ខណៈជាប្រព័ន្ធតែមួយចង់និយាយថាតើផ្នែកទាំងអស់ចង់និយាយថា do all part of education ណាតើផ្នែកនៃការអប់រំទាំងអង្គអាចធ្វើការរួមគ្នាជាប្រព័ន្ធតែមួយនេះបែបណា
ពីព្រោះការអប់រំយើងមិនអាចអប់រំផ្ដោតទៅលើអីមួយចង់និយាយថាវាមានរឿងច្រើននៅក្នុងប្រព័ន្ធព្រោះវាជាប្រព័ន្ធគេហៅថាប្រព័ន្ធនៃការអប់រំអញ្ចឹងមានថាវាមានដូចម៉ាស៊ីនអញ្ចឹងវាមានចំណុចច្រើនអញ្ចឹង system approach ហ្នឹងគេមើលការអប់រំវាជាប្រព័ន្ធមួយដែលគេចង់និយាយថាគ្រប់ផ្នែកទាំងអស់ត្រូវតែតាក់ទងគ្នាអត់មានដាក់បន្ទុកទៅលើតែគ្រូអត់មានដាក់បន្ទុកទៅលើតែកូនសិស្សទេគ្រូមិនកើតបង្រៀនកូនសិស្សមិនចេះគេអត់បន្ទោសគ្រូអញ្ចឹងឯងកូនសិស្សនឹងវាមិនចេះបានគ្រូបកែឲ្យបង្រៀនមិនកើតគេអត់បន្ទោសសិស្សអញ្ចឹងឯងអញ្ចឹងគេបន្ទោសអីគេបន្ទោសប្រព័ន្ធមានន័យថាបើសិនបើមួយណាមានបញ្ហាវាច្រាលតឲ្យផ្សេងទៀតនឹងមានបញ្ហាដែរវាគៀងទាំងអស់អញ្ចឹងមានថាគេមើលការអប់រំគឺជាប្រព័ន្ធមួយដែលផ្នែកទាំងអស់ត្រូវតែតាក់ទងគ្នាហើយជះឥទ្ធិពលទៅលើគ្នាទៅវិញទៅមកអត់ដាក់បន្ទុកទៅលើនាយកអត់ដាក់បន្ទុកទៅលើគ្រូអត់ដាក់បន្ទុកទៅលើសិស្សអត់ដាក់បន្ទុកទៅលើឪពុកម្ដាយអត់ដាក់បន្ទុកទៅលើសម្ភារៈអត់ដាក់បន្ទុកទៅលើកម្មវិធីសិក្សាអត់ដាក់បន្ទុកទៅលើសភៅគោលអត់ដាក់បន្ទុកទៅលើរដ្ឋបាលនិយាយរួមថាគ្រប់យ៉ាងទាំងអស់ត្រូវតែធ្វើការជាប្រព័ន្ធមានន័យថាប្រព័ន្ធនៅក្នុងផ្នែកនីមួយៗត្រូវជះឥទ្ធិពលទៅឲ្យគ្នាទៅវិញទៅមកអញ្ចឹងគេអត់បន្ទោសទៅលើអីអញ្ចឹងមានថាអ្នកដែលគេអនុវត្ត system approach ហ្នឹងគឺគេចង់និយាយថាយើងគ្រប់គ្រងការអប់រំឲ្យវាមានលក្ខណៈជាប្រព័ន្ធចង់និយាយថា a change in one part of the system affect the other part បើសិនបើបងអូនដូរផ្នែកណាមួយនៃប្រព័ន្ធអប់រំវាទៅប៉ះពាល់ផ្នែកផ្សេងទៀតដែរដូចស្តៀងដូចគ្នាយើងនិយាយថាវ័យអានេះឈឺអានោះអញ្ចឹងណាចង់និយាយថាបើសិនបើផ្នែកណាមួយដូរវាអាចមានឥទ្ធិពលទៅលើផ្នែកផ្សេងទៀតអញ្ចឹងបានថាអ្នកដែលគេហៅតាក់ទងជាមួយនឹងការធ្វើផែនការតាក់ទងមួយកម្មវិធីសិក្សាគេពិចារណាតាក់ទងជាមួយដំណើរការនៃការអប់រំទាំងមូលតែម្ដងគេអត់ផ្ដោតលើធាតុណាមួយឬក៏ចំណុចណាមួយទេគេផ្ដោតលើទាំងមូលណាផ្ដោតលើទាំងមូលអញ្ចឹងវិធីសាស្ត្រមួយហ្នឹងវាចេញពីទ្រឹស្ដីមួយគេហៅថា system series ហ្នឹងពីព្រោះមុននឹងបង្កើតវិធីសាស្ត្រអីមួយហ្នឹងគេប្រកាសជាមានទ្រឹស្ដីសិនហើយគេមានទ្រឹស្ដីឧទាហរណ៍ពួកយើងនិយាយមួយម៉ាត់យើងនិយាយថាការរៀនគួរតែរបៀបនេះដល់ពេលគេស្ដាប់មកអូនិយាយល្អនេះទ្រឹស្ដីនោះល្អមើលយកអាហ្នឹងមើលតអនុវត្តធ្វើជាវិធីសាស្ត្របង្រៀនមើលអញ្ចឹងមានថាវិធីសាស្ត្របង្រៀនវាចេញមកពីទ្រឹស្ដីអញ្ចឹងapproachមួយហ្នឹងវាចេញមកគេមកពីទ្រឹស្ដីមួយគេហៅថា system series ហ្នឹងហើយ system series តាមពិតគេប្រើនៅក្នុងមុខជំនួញទេតាក់ទងជាមួយនឹងវិស្វកម្មឬក៏តាក់ទងមួយគ្រប់គ្រងអញ្ចឹងដល់ពេលខាងអប់រំយើងឃើញអាហ្នឹងល្អអូយកទ្រឹស្ដីហ្នឹងមកដាក់បញ្ចូលបង្កើតទៅជា system approach អញ្ចឹងនៅក្នុងការអប់រំគេហៅ it helps school understand how student teacher curriculum resource and assessment work together produce learning outcome ចង់និយាយថានៅក្នុងការអប់រំវិធីសាស្ត្រមួយហ្នឹងឬក៏ទ្រឹស្ដីមួយហ្នឹងវាជួយឲ្យសាលាអាចយល់ពីរបៀបដែលកូនសិស្សយល់ពីរបៀបដែលកូនសិស្សពីគ្រូបង្រៀនពីកម្មសិក្សាពីសម្ភារៈពីការវាតម្លៃធ្វើការជាមួយគ្នាចង់និយាយថាកូនសិស្សក៏គាត់ធ្វើការគ្រូក៏ធ្វើការមានការងាររបស់កូនសិស្សគឺរៀនហ្នឹងហើយប៉ុន្តែប្រសិនបើយើងប្រើវិធីសាស្ត្រប្រភេទ system approach មានន័យថាសាលាគាត់យល់របៀបដែលសិស្សគ្រូកម្មវិធីធនធានការវាតម្លៃធ្វើការជាមួយគ្នាមនុស្សយើងអាចយល់មួយផ្នែកស្រួលយល់ទេអូនថាអូនព្យាយាមចង់យល់ពីគ្រូអញ្ចឹងអូនយល់តែពីគ្រូអញ្ចឹងទៅហ្នឹងស្រួលយល់ទេអូនចង់យល់ពីសិស្សអូនសិក្សាពីសិស្សស្រួលយល់ទេព្រោះមួយអូនចង់យល់ពីតាក់ទងមួយកម្មវិធីសិក្សាទៅសិក្សាស្វែងយល់អញ្ចឹងអាហ្នឹងមួយប៉ុន្តែពិបាកយល់ជាងគេណាចង់និយាយថានៅពេលដែលតើអាទាំងអស់ហ្នឹងវាធ្វើការរួមគ្នាយ៉ាងម៉េចនេះអូអាហ្នឹងពិបាកយល់ពិបាកមិនដឹងថាយកពាក្យណាមកដាក់ចង់និយាយថាពិបាកហ្នឹងវាមហាសែនពិបាកនៅពេលដែលយើងអាចយល់ថានេះឥឡូវនេះខ្ញុំយល់ពីរបៀបដែលគ្រូនិងសិស្សធ្វើការជាមួយគ្នាឥឡូវមិននិយាយច្រើនទេលោកគ្រូនិយាយតែពីរទេនិយាយពីរបៀបដែលគ្រូនិងសិស្សធ្វើការជាមួយគ្នាបើសិនជាអូនយល់ពីរបៀបខនតែពីរហ្នឹងគឺបើសិនបើអូនអាចយល់បានមានន័យថាអូអេមែនតើមានសាលាហ្នឹងល្អប៉ុន្តែនេះគេឲ្យយល់ទាំងអស់យល់ពីគ្រូយល់ពីសិស្សយល់ពីកម្មវិធីយល់ពីធនធានយល់ពីការវាយតម្លៃយល់ថាទាំងអស់ហ្នឹងវាមានរបៀបនៅក្នុងការធ្វើការមួយគ្នាអញ្ចឹងនៅពេលដែលអូនយល់ពីរបៀបហ្នឹងមានថា
របស់ទាំងអស់ហ្នឹងវាអាចធ្វើការរួមគ្នារលូនអាចបង្កើតលទ្ធផលនៃការសិក្សាមួយអញ្ចឹងទ្រឹស្ដីហ្នឹងវាជួយទីច្រើនវាជួយសាលាណាតើតើមួយកម្មវិធីសិក្សាហ្នឹងគឺឲ្យសាលាយល់ជាលក្ខណៈប្រព័ន្ធគំនិតសំខាន់គឺអញ្ចេះទេចង់និយាយថា main idea វាណាគំនិតសំខាន់គឺថា education is interconnected system មានន័យការអប់រំវាជាប្រព័ន្ធមួយដែលវាតាក់ទងគ្នាការអប់រំវាអត់មានយើងអប់រំរឿងអប់យើងរុំទៅលើស្អីមួយឯងវាគឺហៅថាជាប្រព័ន្ធដែលគេហៅ interconnected ប្រព័ន្ធដែលតាក់ទងគ្នាប្រព័ន្ធតាក់ទងគ្នាចង់និយាយថានៅក្នុងការអប់រំវា link ចូលគ្នាវាតាក់គ្នាពីអីគេវាតាក់ពីសិស្សមកគ្រូតាក់ពីគ្រូមកកម្មវិធីតាក់ពីកម្មវិធីមកវិធីសាស្ត្របង្រៀនតាក់ពីវិធីសាស្ត្របង្រៀនមកធនធានមកការវាយតម្លៃមកពីការគ្រប់គ្រងមកការជួយរបស់សហគមន៍ឃើញមានពួកយើងឃើញវាវល់ចូលគ្នាមកកច្រែងអញ្ចឹងយើងអត់អាចដាក់បន្ទុកទៅលើចំណែកណាមួយទេមានន័យថាអាហ្នឹងវាគេហៅគ្រប់យ៉ាងគឺ link ចូលគ្នាបើឃើញកូនសិស្សមិនចេះមិនមែនសិស្សនឹងមិនចេះទេគឺប្រកាសជាមានបញ្ហាអីមួយនៅក្នុងប្រព័ន្ធហ្នឹងហើយកូនសិស្សវាចាំតែចេះទេបើឃើញគ្រូបង្រៀនមិនកើតមិនមែនគ្រូនឹងមិនកើតទេមានន័យថានៅក្នុងប្រព័ន្ធហ្នឹងអាចមានបញ្ហាអីមួយទៅរទៅមូលហេតុអីដែលធ្វើឲ្យគ្រូបង្រៀនមិនកើតសិស្សរៀនមិនចេះហើយបើសិនបើឃើញមានកម្មវិធីសិក្សាមានបញ្ហាក៏កម្មវិធីសិក្សាហ្នឹងយើងត្រូវទៅ check មើលតើស្អីមួយដែលនាំឲ្យកម្មវិធីសិក្សាមានបញ្ហាជួនកាលណាកម្មវិធីវាអត់មានបញ្ហាមកពីគ្រូមកពីសិស្សអនុវត្តយ៉ាងម៉េចអញ្ចឹងវាការគ្រប់យ៉ាងគឺ link ចូលគ្នាណាញ៉ាំនៅព្រោះនៅក្នុងការអប់រំយើងដាក់ចូលគ្នាមកកញ្ច្រែងវាមានការជួយពីសហគមន៍វាមានការគ្រប់គ្រងមានការវាយតម្លៃវាមានធនធានវាមានសម្ភារៈនៃការបង្រៀនវាមានកម្មវិធីមានគ្រូមានសិស្សអញ្ចឹងទាំងអស់ហ្នឹងធ្វើការជាប្រព័ន្ធអញ្ចឹងគេហៅ these elements work together to achieve educational goal ចង់និយាយថាអាធាតុទាំងអស់ហ្នឹងហើយដែលត្រូវធ្វើការជាមួយគ្នាដើម្បីសម្រេចគោលដៅមួយនេះគោលដៅនៃការអប់រំមួយអញ្ចឹងដើម្បីឲ្យមើលប្រមាណហ្នឹងធ្វើការមួយគ្នាលុះត្រាតែក្នុងនាមបងអូនជានាយកសាលាឬក្នុងនាមយើងជាអ្នកគ្រប់គ្រងអូនយល់ពីរបៀបដែលទាំងអស់ហ្នឹងធ្វើការជាមួយគ្នាបើយើងដាក់ខុសរបៀបវាអត់ធ្វើការជាមួយគ្នាគ្រូសិស្សអត់ចូលគ្នាគ្រូនឹងកម្មវិធីអត់ស៊ីគ្នាកម្មវិធីនិងវិធីសាស្ត្រមិនចូលគ្នាគ្រូជាមួយនឹងវិធីសាស្ត្រវាអត់តង់សង់គ្នាធនធានក៏វាមិនតង់សង់មានថាវាអត់ចូលគ្នាដូចយើងលាយចូលគ្នាវាលាយទៅវាអត់ចូលដូចដាក់ប្រេងយើងដាក់មួយទឹកអញ្ចឹងណាវាអត់ចូលគ្នាព្រោះយើងអត់ដឹងរបៀបដែលធ្វើឲ្យវាចូលគ្នាអញ្ចឹងបានគេឲ្យសិក្សាពីប្រព័ន្ធមានន័យថាយល់ដឹងពីប្រព័ន្ធចង់និយាយថាយល់ថាទាំងអស់ហ្នឹងវាធ្វើការរបៀបម៉េចបានត្រូវគ្នាដូចមនុស្សពីរនាក់ឆ្លោះគ្នាអញ្ចឹងណាពួកយើងដឹងថានេះខ្ញុំយល់ធ្វើមិនដើម្បីឲ្យពីរនាក់តាក់តងគ្នាល្អមួយគ្នាស្រឡាញ់គ្នាវិញដឹងរបៀបអញ្ចឹងសាលានាយកសាលាត្រូវដឹងពីរបៀបដែលសិស្សគ្រូអ្នកទាំងអស់ហ្នឹងធ្វើការជាមួយគ្នាមូលដ្ឋានសំខាន់តាក់ទងជាមួយនឹង system approach ហ្នឹងគេផ្ដោតទៅលើ input ចេញពី input មក process មក output មក feedback អាហ្នឹងគេហៅថា basic model មានន័យថាអ្វីដែលគេខ្វល់ខ្លាំងគឺមានន័យថាមានស្អីដាក់បញ្ចូលពួកយើងដាក់បញ្ចូលមានអីខ្លះស្អីខ្លះដែលហៅដាក់បញ្ចូលបន្ទាប់ពីយើងដាក់បញ្ចូលហើយឲ្យអ្វីដែលយើងដាក់ចូលវាដំណើរការណាអ្វីដែលយើងដាក់បញ្ចូលឲ្យវាដំណើរការបន្ទាប់ពីដំណើរការវាត្រូវតែឲ្យផលក្រោយពីឲ្យផលហើយមិនមែនចប់ដំណឹងទេយើងត្រូវតែពិនិត្យមើលគេហៅថាកែលម្អគេហៅថា feedback នោះអញ្ចឹង feedback ទៅវិញបន្ទាប់មកវារីកចម្រើនហើយវាចម្រើនទៅហើយដល់ក្រោយពីចម្រើនរីកចម្រើនហើយធ្វើអញ្ចឹងមានន័យថាមាន input ហើយមាន process ហើយមាន output មាន feedback ហើយមើលទៅវារីកចម្រើនទៅមុខហើយយើងបកទៅធ្វើអីវិញយើងបកមក input វិញដាក់បញ្ចូលទៀតដំណើរការទៀតឲ្យផលទៀតរិះគន់កែលម្អទៀតរីកចម្រើនទៅទៀតហើយទៅតាទៀតបកមកធ្វើអាហ្នឹងវិញណាអញ្ចឹងឥឡូវ input ស្អីគេហៅថា input មានន័យថា everything that enter education system before learning begin ស្អីខ្លះដែលបងអូនដាក់ចូលទៅក្នុងប្រព័ន្ធនៃការអប់រំមុនពេលការរៀនមុនការរៀនចាប់ដើមយើងដាក់អីខ្លះចូលគ្រប់អ្វីដែលយើងដាក់ចូលហ្នឹងគេហៅថា input ទាំងអស់ហ្នឹងឧទាហរណ៍ថាសិស្សណាឧទាហរណ៍សិស្សមួយសិស្សគាត់ដាក់អីបញ្ចូលខ្លះ
គាត់មានចំណេះដឹងមានស្រាប់របស់គាត់មានជំនាញរបស់គាត់មានការលើកទឹកចិត្តមានចំណាប់អារម្មណ៍មានរបៀបនៅក្នុងការរៀនមួយព្រោះក្មេងម្នាក់មានរបៀបក្នុងការរៀនមួយក្មេងម្នាក់មានចំណាប់អារម្មណ៍មួយក្មេងម្នាក់មានទឹកចិត្តមួយក្មេងម្នាក់មានជំនាញមួយក្មេងម្នាក់អាចមានចំណេះដឹងមានទាំងអស់ដាក់ចូលមកណាគ្រូក៏ត្រូវដាក់ចូលដែរគ្រូកាលណាយើងគ្រូបង្រៀនគាត់ទៅមានចំណេះដឹងដាក់ចំណេះដឹងចូលមកដាក់បទពិសោធន៍គាត់ចូលមកដាក់ជំនាញបង្រៀនគាត់មកធនធានមានដូចជាអីគេមានសភៅគោលកុំព្យូទ័របណ្ណាល័យចឹងទៅដាក់បញ្ចូលមកថវិកាដាក់បញ្ចូលមកណែអាហ្នឹងគេហៅថាសិតតែដាក់បញ្ចូលក្រោយពីដាក់អាហ្នឹងបញ្ចូលទាំងអស់មកវាត្រូវតែដំណើរការមានន័យថាអ្វីដែលកើតឡើងនៅក្នុងអំឡុងពេលដែលគាត់ដែលកំពុងរៀនហ្នឹងគេហៅដំណើរការណាដំណើរការមានន័យថាឥឡូវមានស្អីមួយដែលកើតឡើងក្នុងពេលរៀនហ្នឹងគេហៅដំណើរការណាឧទាហរណ៍ដំណើរការយើងចាប់ដើមបង្រៀនយើងចាប់ដើមថ្នាក់រៀនសិស្សក្នុងថ្នាក់ចាប់ដើមពិភាក្សាគ្នាធ្វើគ្រប់ work ចឹងទៅធ្វើកម្រងទៅធ្វើពិសោធន៍អីទៅអាហ្នឹងគេហៅថាដំណើរការណាក្រោយពីដំណើរការគឺយើងទៅជា output វិញមានលទ្ធផលនៃការអប់រំហើយមានន័យថាកាលណាយើងនិយាយទៅដល់ output យើងនិយាយដល់ចំណេះដឹងដល់ជំនាញដល់អរិយាប័ត្រដល់សមត្ថភាពដែលយើងបានមកព្រោះយើងចង់បានមែនទែនយើងចង់ឲ្យកូនសិស្សមានចំណេះដឹងចង់ឲ្យកូនសិស្សមានជំនាញចង់ឲ្យកូនសិស្សមានអរិយាប័ត្របែបណាមួយមានសមត្ថភាពបែបណាមួយសម្រាប់បានតកតមួយចំណេះដឹងប្រភេទ academic ជាផ្លូវការអីមួយអញ្ចឹងមានថាអាហ្នឹងវាជា output អញ្ចឹងមុនបាន output ហ្នឹងយើងអីគេយើងមាន input សិនដាក់អីចូលខ្លះច្រើនមកកណោកូនសិស្សដាក់អីចូលខ្លះគ្រូដាក់អីចូលខ្លះណាហើយក្រោយមកបានដាក់ចូលហើយចាប់ដើមដំណើរការមានការពិភាក្សាមានអីមានការរៀនអីផ្សេងក្រោយមកបានផលនេះ output នេះអញ្ចឹងបើបានផលយើងចប់ត្រឹមហ្នឹងអត់ទេយើងចូលទៅដល់គេហៅថា loop មួយគេហៅ feedback loop មានន័យថាយើងត្រូវពិនិត្យមើលកែលម្អយើងនិយាយយើងប្រើពាក្យមួយថារិះគន់កែលម្អណាអញ្ចឹង feedback វាជាផ្នែកមួយសំខាន់នៃប្រព័ន្ធ system approach ហ្នឹងអត់មាន feedback មានន័យថា output របស់យើងវាមិនដឹងថាវាយ៉ាងម៉េចអញ្ចឹងបានគេឲ្យគេ observe ណាឲ្យគេពិនិត្យមើលហើយគេឲ្យយោបល់ស្ថាបនាអីមួយមកអញ្ចឹង feedback ហ្នឹងគេហៅថា most important part of system approach វាជាផ្នែកមួយដ៏សំខាន់របស់ system approach អញ្ចឹងនៅក្នុងតាក់ទងជាមួយនឹង system ហ្នឹងគេពិនិត្យមើលលទ្ធផលប្រើវាដើម្បីធ្វើល្អប្រសើរអញ្ចឹងបានចុងបញ្ចប់គឺគេមានការធ្វើតេស្តមានការប្រឡងមាន student survey មានការតអង្កេតមើលការបង្រៀនរបស់គ្រូ teacher observation ហើយគេផ្ដល់ឲ្យឪពុកម្ដាយ comment មកវិញមកគេឲ្យវាយតម្លៃសាលានេះអញ្ចឹងបានរៀនចប់គេឲ្យប្រឡងហ្នឹងណាហើយគេរៀនចប់គេទៅមាន student survey ណា student survey មានន័យថាគាត់គិតយ៉ាងម៉េចគេពេលខ្លះគេឲ្យកដាស់គាត់ពេញគេ note អីទៅតាមសាលាថ្ងៃតាមសាលាឯកជនគេធ្វើសម្បើមហ្នឹងទៅ student survey ផងពេលខ្លះគេ survey ទាំងគ្រូទៀតអញ្ចឹងអាហ្នឹងគឺគេចង់ថាគេចង់មើលផលជាក់ស្ដែងហ្នឹងវាយ៉ាងម៉េចហើយវាប្រែប្រួលមិនហើយណាអញ្ចឹងហើយក្រោយពីគេរិះគន់គេកែលម្អហើយគេទៅមុខទៀតមានន័យថាបានរីកចម្រើនណាអញ្ចឹងវិធីសាស្ត្របែបហ្នឹងគេហៅថា system approach និយាយរួមថាមុនដំបូង input ក្រោយពី input process ក្រោយពី process output ក្រោយពី output feedback ណារីកុនកែលម្អក្រោយមក improve ហើយ improvement មានថាបានរីកចម្រើនហើយតែបានរីកចម្រើនចប់ទេអត់ទេទៅ new output ទៅដាក់អីបញ្ចូលទៀតអញ្ចឹងធ្វើអញ្ចឹងបន្តមកវិធីសាស្ត្ររបៀបហ្នឹងគេហៅថា system approach មានន័យថាវិធីសាស្ត្រធ្វើការជាប្រព័ន្ធណាជាប្រព័ន្ធអានេះជាឥឡូវតាក់ទងមួយតួនាទីនៅគ្រូសំបញ្ជាក់បន្តិចteacher role ចុះនៅក្នុងប្រព័ន្ធបែបហ្នឹងគ្រូធ្វើអីស្ដាប់លោកគ្រូនិយាយដូចតាក់ទងជាមួយនឹងតននាយកសាលាតាក់ទងមួយសាលាតាក់ទងមួយគណៈគ្រប់គ្រងគ្រូធ្វើអីយើងមានធ្វើអីយើងជាផ្នែកមួយនៃប្រព័ន្ធ
ចង់និយាយវិធីសាស្ត្រហ្នឹងគេផ្ដោតទៅលើប្រព័ន្ធទាំងមូលមែនប៉ុន្តែយើងត្រូវចាំថាយើងអាចជិះសេះលេងដែរយើងគឺជាផ្នែកមួយនៃប្រព័ន្ធកូនសិស្សក៏ជាផ្នែកមួយនៃប្រព័ន្ធដែរអញ្ចឹង in the system approach teacher are part of like a educational system អញ្ចឹងមានន័យយើងជាផ្នែកមួយនៃប្រព័ន្ធនៃការអប់រំធំមួយអញ្ចឹងគ្រូបង្រៀនត្រូវផ្ដល់អីគេតួនាទីរបស់យើង deliver instruction ផ្ដល់ការណែនាំផ្ដល់ការលំហាត់ក្រោយពីផ្ដល់ការណែនាំផ្ដល់ការលំហាត់ហើយយើងត្រូវ monitor student progress មានត្រូវពិនិត្យមើលការរីកចម្រើនរបស់កូនសិស្សក្រោយពីយើងមើលរីកចម្រើនយ៉ាងម៉េចហើយយើងផ្ដល់មតិទៅឲ្យកូនសិស្សហ្នឹងផ្ដល់មតិឲ្យគាត់ហើយក្រោយមកអាចថាមានការសហការជាមួយនឹង administration ជាមួយនឹងគណៈគ្រប់គ្រងណាអញ្ចឹងទាំងអស់ហ្នឹងវាសុទ្ធតែជាតួនាទីរបស់អីគេរបស់គ្រូចុះតួនាទីសិស្សមានធ្វើអីសិស្សយកចំណេះដឹងមានស្រាប់នឹងមកចូលរួមមួយការរៀនឲ្យសកម្មបន្តិចទៅហើយអាចផ្ដល់ព័ត៌មានត្រឡប់មកវិញមកណាអាហ្នឹងតកតងជាមួយនឹងតួនាទីរបស់សិស្សណាហើយមួយទៀតគេអត់ចោលទេកាលណាគេនិយាយដល់ប្រព័ន្ធគឺតកតងមួយ assessment ការវាយតម្លៃជារឿងមួយសំខាន់អញ្ចឹង assessment គេហៅថា play major role ដើរតួសំខាន់ណាពីព្រោះវាផ្ដល់ការគេហៅថាផ្ដល់ feedback មកឲ្យវិញ assessment និយាយរួមថា assessment វាជួយគេថា add the student learning មានន័យថាឲ្យយើងដឹងថាកូនសិស្សរៀនអត់ទេបើយើងអត់មាន assessment អត់ដឹងថាក្មេងរៀនអត់ទេអញ្ចឹងបានគេឲ្យដាក់តេស្តឲ្យធ្វើពេលរៀនចប់ហ្នឹងណាចាំមាន add the student learning គេគ្រាន់ចង់ដឹងថាកូនសិស្សមានរៀនអត់តើវិធីសាស្ត្រក្នុងការបង្រៀនមួយហ្នឹងវាមានប្រសិទ្ធភាពអត់ទេអញ្ចឹងបានគេដាក់អាហ្នឹងគេហៅសុទ្ធតែជាតួនាទីរបស់ assessment ណាតួនាទីរបស់ assessmentនិយាយរួមគេឧបមាថាអញ្ចេះសាលាមួយប្រៀបដូចជា human body អញ្ចឹងដូចរាងកាយមនុស្សមួយអញ្ចឹងយើងដឹងហើយនៅក្នុងកាយយើងមានបេះដូងមានសួតមានខួរក្បាលមានសាច់ដុំហើយផ្នែកទាំងអស់នៅខ្លួនយើងត្រូវធ្វើការជាមួយគ្នាដើម្បីឲ្យយើងមានសុខភាពល្អសាលារៀនក៏អញ្ចឹងដែរអញ្ចឹងបានគេអនុវត្តកម្មវិធីសិក្សាមួយគេហៅ system approach ហ្នឹងតាក់ទងជាមួយ approach មួយនៅក្នុងការរៀនហ្នឹងអានេះពួកយើងដឹងហើយ output input នេះលោកគ្រូនិយាយហើយខាងដើមឥឡូវតាក់ទងជាមួយនឹងគុណសម្បត្តិគេ advantage of system approach គុណសម្បត្តិទី1គឺគេហៅថា holistic view មានន័យថាយើងអាចមើលឃើញដំណើរការនៃការអប់រំទាំងមូលតែម្ដងណាពួកយើងយល់ពាក្យថា whole ឯ holistic view មើលដំណើរការនៃការអប់រំទាំងមូលភាសាសម្រាប់គេហៅ look at the entire educational process rather than isolated part ចង់និយាយថាយើងសម្លឹងមើលដំណើរការនៃការអប់រំទាំងមូលជាជាងផ្នែកដាច់ដライនីមួយអញ្ចឹងគេមើលដែរប៉ុន្តែគេមើលជារួមណាមើលជារួមអញ្ចឹងគុណសម្បត្តិទី1គឺអាចធ្វើឲ្យយើងមើលឃើញប្រព័ន្ធនៃការអប់រំទាំងមូលហើយមួយទៀតគេហៅថា continuous improvement មានថាភាពល្អប្រសើរគឺអាចថាល្អជាប្រចាំលោកគ្រូបញ្ជាក់ឡើងវិញអញ្ចឹងមានថាគុណសម្បត្តិទី1ដំបូងគឺវាធ្វើឲ្យអ្នកអនុវត្តកម្មវិធីនឹងអាចមើលទស្សនវិជ្ជានៃការអប់រំឬក៏ដំណើរការនៃការអប់រំទាំងមូលជាងមើលផ្នែកមួយពីព្រោះយើងធ្វើវាជាប្រព័ន្ធចំណុចទី2គឺគេហៅថា continuous improvement មានន័យថាភាពល្អប្រសើរវាមានជាប្រចាំព្រោះវាមានគេហៅមាន feedback ណាចំណុចសំខាន់គឺfeedback ផ្ដល់មតិរិះគន់កែលម្អចុងក្រោយនេះអាហ្នឹងឲ្យជួយសាលាគេហៅជួយសាលាឲ្យប្រសើរជាប្រចាំហ្នឹងហើយក្រោយពីគេ feedback មានវិធានទៅដល់ការធ្វើការសម្រេចចិត្តកាន់តែល្អជាងមុនគេហៅថា better decision making ណាអញ្ចឹងអាហ្នឹងសុទ្ធតែគុណសម្បត្តិរបស់វាហើយតាក់ទងជាមួយនឹងការប្រើជាប្រព័ន្ធអញ្ចឹងគុណសម្បត្តិមួយទៀតគឺយើងប្រើប្រាស់ធនធានមានប្រសិទ្ធភាពជៀសវាងបើសិនបើយើងអត់ផ្ដល់បើសិនបើយើងផ្ដោតទៅលើផ្នែកមួយមិនផ្ដោតជាប្រព័ន្ធការប្រើប្រាស់ធនធានហ្នឹងយើងប្រើដែរប៉ុន្តែវាអត់សូវមានប្រសិទ្ធភាពប៉ុន្តែបើសិនបើយើងមើលភ្លេចបើកមូតមែនទេអូពួកយើងលោកគ្រូនិយាយមួយថ្ងៃអត់នេះ
ọt bao ngày cro lưới bây giờ ổn lưới ấy ổn លឺឲ្យឈើ nè លឺ ngày អី nè អ៊ីឈើ vậy thôi nè ai con chào nèលោកគ្រូនិយាយឡើងវិញអញ្ចឹងគុណសម្បត្តិទី1តាក់ទងជាមួយ system approach មានន័យធ្វើឲ្យបងអូនទាំងអស់គ្នាហ្នឹងឬក៏យើងក្នុងនាមយើងជាអ្នកគ្រប់គ្រងឧទាហរណ៍ថាយើងជានាយកសាលាអញ្ចឹងចាស់មានន័យថាបងអូនអាចមើលទស្សនវិជ្ជានៃការអប់រំហ្នឹងមើលទាំងមូលជាងផ្ដោតទៅលើផ្ដោតសំខាន់ទៅលើចំណុចមួយមានយើងមើលទស្សនវិជ្ជារួមណាយើងមើលគេហៅថាមើលរូបភាពទាំងមូលណាអឺគុណសម្បត្តិមួយទៀតគឺយើងចង់និយាយថាអ្នកដែលប្រើអ្នកដែលគាត់ប្រើប្រាស់វិធីសាស្ត្រ system approach ហ្នឹងគឺមានភាពល្អប្រសើរជាប្រចាំពីព្រោះវិធីសាស្ត្រមួយហ្នឹងគេពឹងផ្អែកសំខាន់ទៅលើការផ្ដល់ព័ត៌មានត្រឡប់នេះអញ្ចឹងផ្ដល់ព័ត៌មានត្រឡប់ចុងក្រោយហ្នឹងហើយកន្លែងហ្នឹងវាជួយឲ្យបានល្អប្រសើរពីព្រោះកាលណាផ្ដល់ព័ត៌មានត្រឡប់គេកែលម្អការសម្រេចចិត្តក៏កាន់តែល្អជាងមុនការប្រើប្រាស់សម្ភារៈធនធានហ្នឹងក៏វាមានប្រសិទ្ធភាពហើយមួយទៀតគឺគេហៅថាមាន strong coordination ចង់និយាយថាមានការសម្របសម្រួលមានការសហការហ្នឹងបានរឹងមាំណាហើយមួយទៀតគឺមានការសម្របសម្រួលគេហៅថា adaptability ណាចង់និយាយថាមានការសម្របសម្រួលមានការបត់បែនបើសិនបើមានការផ្លាស់ប្ដូរឲ្យមួយតាក់ទងមួយតម្រូវការអញ្ចឹងវាមានគេមានការបត់បែនណាអញ្ចឹងវិធីសាស្ត្រហ្នឹងចំណុចល្អទី1មើលឃើញរូបភាពទាំងមូលទី2អភិវឌ្ឍជាប្រចាំសម្រាប់ចិត្តបានល្អប្រើប្រាស់ធនធានមានប្រសិទ្ធភាពហើយវាមានការសម្របសម្រួលគេហៅថាសហការគ្នារវាងគ្រូសិស្សអ្នកគ្រប់គ្រងសិស្សសាលាអាណាព្យាបាលហ្នឹងគឺបានល្អហើយមានការបត់បែនទៀតអញ្ចឹងវិធីសាស្ត្រជាវិធីសាស្ត្រល្អមួយដែលគេប្រើគេហៅ system approach ហ្នឹងប៉ុន្តែអ្វីដែលអត់ល្អគឺមានគេមិនប្រើពាក្យថាអត់ល្អគេប្រើពាក្យថា limitation ដែនកំណត់គឺថាចង់និយាយថា it can become too medical ចង់និយាយថាមើលទៅវាដូចជាយន្តការពេកចង់និយាយថាការអប់រំវាធ្វើអញ្ចឹងវាដូចជាម៉ាស៊ីនអប់រំវិញអញ្ចឹងមានអ្នករិះគន់ថាមើលទៅដូចជាម៉ាស៊ីនអប់រំវាមិនដូចជាការអប់រំអញ្ចឹង education look like treat like a machine មានថាការអប់រំវាមើលទៅយើងធ្វើដូចជាម៉ាស៊ីនវាមិនមែនមនុស្សចង់និយាយថាវារឹងពេកណាចង់និយាយថាគ្រប់យ៉ាងទាំងអស់វាលក្ខណៈចងគ្នាជាប្រព័ន្ធជាបាច់ហ្នឹងវាជាម៉ាស៊ីនហើយអញ្ចឹងគេចង់និយាយថាគួរទុកឲ្យបុគ្គលមួយគាត់មានសេរីភាពគាត់មានការសម្រេចចិត្តគាត់មានការច្នៃប្រឌិតគាត់មានអីឯករាជ្យភាពខ្លួនគាត់ខ្លះណាបើសិនបើជាប្រព័ន្ធមានន័យថាយើងត្រូវការធ្វើការហ្នឹងវាត្រូវសហការគ្នាអត់មានគិតអីមួយតែខ្លួនឯងទេអញ្ចឹងមកមានការរិះគន់អញ្ចឹងអាហ្នឹងជាចំណុចមួយដែលមិនល្អតាក់ទងជាមួយវិធីសាស្ត្រមួយហ្នឹងហើយមួយទៀតគេហៅថា over emphasis on ថាមានន័យថាសកត់ធ្ងន់ទៅលើទិន្នន័យពេកសាលាអាចផ្ដោតខ្លាំងទៅលើបន្ទុករបស់សិស្សឬក៏ស្ថិតិតាក់ទងមួយនឹងទិន្នន័យហ្នឹងគឺយើងផ្ដោតទៅលើអាហ្នឹងឯងពីព្រោះយើងធ្វើការជាប្រព័ន្ធយើងត្រូវពឹងផ្អែកទៅលើទិន្នន័យឯងបើអត់មានទិន្នន័យមិនចូលគ្នាបើអត់មានទិន្នន័យមិនយើងមើលរូបភាពទាំងមូលបានអញ្ចឹងមានថាដល់មានទិន្នន័យអញ្ចឹងមានថាដាច់ខាតត្រូវសកត់ធ្ងន់ទៅលើទិន្នន័យឯងហើយមួយទៀតគេហៅថា complex management ការគ្រប់គ្រងវាមានលក្ខណៈស្មុគស្មាញបន្តិចដោយសារតែយើងត្រូវប្រមូលនឹងវិភាគព័ត៌មានដែលយើងប្រមូលបានហ្នឹងហើយវាត្រូវការពេលវេលាដែរត្រូវការធនធានដែរអាចំណុចដែលមិនល្អរបស់វាគឺអញ្ចឹងប៉ុន្តែខ្ញុំនៅតែស្រឡាញ់វិធីសាស្ត្រមួយហ្នឹងចង់និយាយថាយើងអាចពិបាកក្នុងការប្រមូលព័ត៌មានយើងអាចពិបាកនៅក្នុងការវិភាគព័ត៌មានវាអាចស៊ីពេលច្រើនវាអាចនេះប៉ុន្តែវាប្រសិទ្ធភាពរបស់វាចង់និយាយថាវាល្អព្រោះបើសិនបើយើងអត់មានព័ត៌មានអត់មានការភាពព័ត៌មានអាផ្នែកផ្សេងនៅក្នុងការអប់រំវាដាច់ពីគ្នាណាដាច់គ្នាចំណុចមួយទៀតដែលគេរិះគន់ដែរគេហៅថា human factor may be ignore កត្តាមនុស្សដូចជាគេមិនសូវអើពើប្រហែលចង់និយាយថាកាលណាយើងនិយាយទៅដល់មនុស្សយើងនិយាយទៅដល់ការច្នៃប្រឌិតយើងនិយាយទៅដល់អារម្មណ៍របស់គាត់និយាយដល់តម្លៃរបស់គាត់និយាយដល់ការរូតលាស់ជាលក្ខណៈបុគ្គលគេអត់សូវអើពើពីការច្នៃប្រឌិតរបស់យើងទេគេមិនសូវជាអើពើពីអារម្មណ៍ទេព្រោះយើងធ្វើការជាប្រព័ន្ធគេក៏មិនអើពើពីតម្លៃពីការលូតលាស់ជាលក្ខណៈបុគ្គលដែរណាអានឹងជាចំណុចខ្វះខាតនៅក្នុងវិធីសាស្ត្រមួយហ្នឹង
រួមមកវិញ system approach គឺគេសម្លឹងមើលការអប់រំវាជាដំណើរការតាក់ទងគ្នាណាចាំបានគេប្រើវិធីសាស្ត្រហ្នឹងដែលយើងត្រូវមាន input ត្រូវមានស្អីដាក់បញ្ចូលអា transform ហើយអ្វីដែលយើងដាក់បញ្ចូលត្រូវ transform ត្រូវបដូររូបរាងត្រូវប្រែកាឡាតាមរយៈនៃការបង្រៀននឹងរៀនចេញទៅជាលទ្ធផលមុនដាក់អាហ្នឹងចូលប៉ុន្តែដល់ពេលចេញទៅវិញមិនមែនចេញអាហ្នឹងទេពីព្រោះវាចាប់ដើមដាក់ចូលវាចាប់ដើមដំណើរការចង់និយាយវាចាប់ដើមកិនណាវាចាប់ដើមបំបែកប៉ុន្តែកិនយ៉ាងម៉េចកិនតាមរយៈអីគេតាមរយៈនៃការបង្រៀននឹងរៀនហើយក្រោយមកឈានដល់ output ជាលទ្ធផលណាហើយក្រោយមកបានមានការរិះគន់ជួយធ្វើយ៉ាងម៉េចដើម្បីឲ្យល្អប្រសើរនៅក្នុងប្រព័ន្ធទាំងមូលអញ្ចឹងអានេះជាវិធីសាស្ត្រមួយគេហៅថា system អីគេពួកយើង system approach ណា system approach